ខ្ញុំសូមណែនាំពីកម្មវិធីមួយឈ្មោះថា Omega Network ហ្នឹងហើយពេលដែលយើងចូលមក Omega Network យើងដើម្បីដោនយើងត្រូវចុចតាម link គេផ្ញើមកឲ្យហើយ Network វាគឺចូលទីផ្សារនេះចាងគឺច្រើនពីនឹងកាក់វាតម្លៃចូលទីផ្សារដំបូងវា 0.0.007 សេនបានន័យថា7សេនក្នុងមួយកាក់តែឥឡូវធ្លាក់ថ្លៃឥឡូវយើងសំណើពីការចុះឈ្មោះការតម្លើងតែបងប្អូនទៅតាម channel គេតាមដាន YouTube channel មើលព្រោះមានផ្សេងៗអញ្ចឹងដើម្បីតម្លើង app ទៅបានយើងចុចតាម link មាញ់នេះយើងចុចមក link ខ្ញុំដាក់ខាងក្រោម description ខាងក្រោមវីដេអូដែលយើងយកពាក្យថា Play Store យើងចុចតម្លើងមកហើយបងប្អូនរងចាំវាប្រហែលជា1នាទី2នាទីវានឹងពេញហើយកម្មវិធីហ្នឹងគឺងាយលេចស្រួលទេក្នុង20ម៉ោងមាញ់ម្ដងអញ្ចឹងបងប្អូនមានពេលទំនេរអាចធ្វើការមាញ់ទៅព្រោះកាក់វាចូលទីផ្សារច្រើនឈាំងអញ្ចឹងខ្ញុំឆែកមកឈាំងតើអូមីកាចូលនៅកន្លែងណាខ្លះខ្ញុំបាយរកពាក្យថាឃើញ make cap យើងរកឃើញយើងសេមកឃើញ make cap ដើម្បីចង់ដឹងថាកាក់នឹងចូលទីផ្សារនៅកន្លែងណាខ្លះយើងចុចបែរនេះមកគឺយើងយកពាក្យអូមីកាសេរកអូមីកា network អូមីកានេះចេញដល់ចេញយើងចង់ដឹងថាផ្សារវាប្រមាណចូលទីផ្សារចុចយកពាក្យ market នេះគឺវាចូលទីផ្សារ8ហើយចឹងវីដេអូការមើលចូលទីផ្សារមែនទៅហ្នឹងហើយ app យើងទៅឡើងបានហើយយើងចុចបើកមកហើយលេខកូដយើងចុចលេខតមកដានយើងចុចពាក្យថា register យើងបង្កើតឬយើងដាក់ email យើងមុននឹងយើងបង្កើតយើងត្រូវមាន email យើងកត់ទុកឲ្យហើយអញ្ចឹងខ្ញុំចូលទៅយក email ខ្ញុំកត់ទុកលេខកូដនេះ email នេះហើយលេខកូដអនុមយើងចុចលេខនេះមកចូល email ឬចូល password នេះ password ខ្ញុំរៀបទុកស្រេចដើម្បីបង្កើតកម្មវិធីនេះគឺខ្ញុំចុចយកជាងមកហើយបន្តចុចពាក្យនេះ register នេះមួយទៀតណាគឺចុចនេះឲ្យចុចជាកាប់ឆាចុចយើងរាវរូបកង់រាវឲ្យដូចមកយើងចុចតិចតទៅហើយចុចបើសឡានចុចរឡានមកអស់ចឹងមកហើយបានជោគជ័យអញ្ចឹងយើងចូលទៅមើល email យើងគេដាក់អាសាមកយើងអញ្ចឹងយើងចុច email ចូលទៅឆែកមើល email យើងសិនដើម្បី verify វា email ភាសាមកយើង verify សិនដល់ពេលយើង verify ជោគជ័យអញ្ចឹងហើយយើងបញ្ចូលលេខកូដយើងមិញមកចូល email យើងមក email យើងមកនៅកន្លែងនេះយើងយកបញ្ចូលមកចុច continue ចុចចឹងមកឲ្យដាក់លេខកូដយកលេខកូដមកដាក់មកហើយវាចាប់ដើមណាកាយដាក់ឈ្មោះថាច័ន្ទនីចឹងមកដាក់ច័ន្ទនីចាំឈ្មោះយើងដាក់ឈ្មោះត្រូវនឹងជីជាតិណាកម្មវិធីនេះវាព្រោះវាមានKYC យើងទៅដាក់តាមឈ្មោះត្រូវជីជាតិដូចវិជ្ជនីចឹងឈ្មោះវិជ្ជនីចឹងមកនេះឧទាហរណ៍ទៅណានេះឈ្មោះកូនខ្ញុំនេះវិជ្ជនីដាក់ចឹងមកព្រោះយើងជួ username យើងដាក់username សកាត់ទៅយើងដាក់អីក៏បានដែរសំខាន់ដល់យើងមានលេខដាក់ច័ន្ទនីវ៉នចឹងមកវានឹងឲ្យហើយវិធីមកយើងចុចពាក្យនេះឲ្យយកលេខកូដយកលេខដើមចឹងយើងចុចកន្លែងនេះលេខដើមគឺខ្ញុំដាក់ខាងក្រោមវីដេអូនេះហើយគ្រប់ channel ក៏ខ្ញុំដាក់ខាងក្រោមដែរពីមានបញ្ហាអីបងប្អូនអាចតាមបានព័ត៌មានយើងចុចពាក្យ next ហើយជូតជ័យហើយទៅបងប្អូនមាញ់ឡើងនេះមកប៉ុណ្ណឹងវីដេអូមានតែហ្នឹងហើយបងប្អូនពេលដែលចងការនៅឡើយនេះយើងមានកាក់ចងការ
តែតើ KYC ហើយនេះកាបូបនៅឡើយនេះពីធ្វើ KYC គឺយើងចុចកន្លែងនេះកន្លែងម៉ាញ់ហ្នឹងនេះ account យើងអត់ធ្វើ KYC ទេគេទៅឲ្យយើងតែ15ថ្ងៃមកហើយវីដេអូការធ្វើការ account គឺមានតែប៉ុណ្ណេះហើយដល់ពេលយើងចង់ verify email ចុចអីគឺយើងចុចលើនេះអានេះយើង download authenticator ដើម្បីភ្ជាប់ verify account យើងចុចមើលចុចអីខ្លះនេះក៏យើងចុចនេះនេះយើងភ្ជាប់ verify account យើងទៅភ្ជាប់ទេអញ្ចឹងយើងចុចនេះ authenticator ហ្នឹងយើងចុចឡើងទៅគេឲ្យយើងយកលេខកូដវាហើយនឹង key វានឹង QR code អញ្ចឹងអា QR code នេះត្រូវខ្ញុំចុចបង្ហាញមួយចុះនេះ QR code នេះយើងត្រូវកត់ទុកហើយ key នេះត្រូវកត់យើង copy ទៅឲ្យស្អាតកាលណាដែលយើងបាត់ទេយើងភ្ជាប់នឹង Google បានទេដកកាតបានទេនេះគឺភ្ជាប់នឹងឡើយនេះ Google ក៏ដល់នេះតែថតឃើញទេអញ្ចឹងវីដេអូការបង្កើតគឺមានតែប៉ុណ្ណេះបងប្អូនហើយរាល់ព័ត៌មានទាំងអស់គឺខ្ញុំត្រូវដាក់នៅក្នុងគ្រប់ channel អញ្ចឹងតាមដាន update ពេលមិនទៅបងប្អូនចូលក្នុងគ្រប់ channel ទៅហើយបងប្អូនមើលពីរមានពីការដកប្រាក់ការដកកាក់ហើយនឹងទិញកាក់នៅក្នុងកាបូបលុយOmega ក៏បានហើយកាបូបលុយ OKX ខ្ញុំប្រើ OKX ហើយនឹងនេះកាបូបលុយនេះ OKX ហើយ Mac នេះ Mac នេះក៏បានហើយនឹង Traveler ក៏បានដែរនេះ Traveler ក៏ប្រើMetamask ក៏ប្រើដែរនេះ Traveler អញ្ចឹងវីដេអូការបង្កើតគឺមានតែប៉ុណ្ណេះសូមអរគុណច្រើនបងប្អូនដែលតាមដានហើយអ្នកដែលមិនទាន់បង្កើតអាចបង្កើតបានមើលវីដេអូនេះទៅនឹងបង្កើតបានងាយៗ